Bàសូមជម្រាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញលោកអ្នកអំពីរបៀបប្រើ Lasso Tool នៅក្នុង Adobe Photoshop អញ្ចឹងLasso Tool នេះគឺយើងប្រើដើម្បីបង្កើត selection គេអញ្ចឹងយើងគ្រាន់តែclick នៅលើ toolbar នេះយើងចុចឲ្យជាប់មកវានឹងចេញsub tool ផ្សេងទៀតអញ្ចឹងវាមាន Lasso Tool Polygonal Lasso Tool និង Magic Lasso Tool ចំពោះ Lasso Tool មួយនេះគឺយើងទីមួយយើង select យកវាហើយយើង click មកឆ្វេងឲ្យជាប់ select ហើយយើងអូសទៅតាមរូបរាងដែលយើងចង់បានយើងកំលែងមកឲ្យសោះឧទាហរណ៍ចូលបន្តិចអត់អីតបយើងអូសរហូតដល់ចំណុចណាមួយដែលយើងចង់បានចាំយើងលែងមកបន្តមកដើម្បីយករូបដែលយើង selection ហ្នឹងយើងប្រើ move tool នេះចុចឲ្យជាប់មកឆ្វេងចុចឲ្យជាប់មកបន្តមកយកមកដាក់នៅក្នុងpage ដែលយើងចង់ edit ហ្នឹងអូខេអញ្ចឹងនេះជារបៀបប្រើប្រាស់ Lasso Tool ទីមួយទៀតនៅក្នុងនឹងដែរ click មកឆ្វេងជាប់មកវានឹងចេញ sub tool ឬក៏យើងអាចប្រើនៅលើ keyboard ប្រើshift បូកអក្សរ L shift អក្សរ L មកវានឹង switch ដូរ tool ឲ្យយើង shift key shift បូកនឹងអក្សរ L អូខេឬក៏ចុចឲ្យជាប់មកវានឹងចេញ list ឲ្យយើងអញ្ចឹងខ្ញុំប្រើ tool ទី2 Polygonal Lasso Tool អញ្ចឹងtool នេះគឺខ្ញុំប្រើ control D ដោះ selection សិន control D គឺជា tool មួយដែលឲ្យយើងបង្កើត selection ជាលក្ខណៈជ្រុងទេអញ្ចឹងយើងចង់បានលក្ខណៈបែបណាយើងយកលក្ខណៈបែបហ្នឹងមកបន្ទាប់មកយើងទៅភ្ជាប់នៅត្រង់ចំណុចផ្ដើមរបស់យើងដើម្បីយើងបង្កើត selection បន្ទាប់មកដើម្បី move គឺសំខាន់ណាស់គឺយើងត្រូវប្រើ move tool click move tool ហើយចុចឲ្យជាប់ទាញយកទៅដាក់នៅកន្លែងដែលយើងចង់ដាក់ពេលចង់បង្រួមវាប្រើ control T ហើយចុច shift ឲ្យ key shift ឲ្យជាប់ប្រើ mouse ឆ្វេងហ្នឹងយើងចុចយកវាមក brick បង្រួម workspace របស់យើងប្រើ control បូកcontrol លេខដកឬ control លេខបូកដើម្បីបង្រីកបង្រួមអូខេ tool ហ្នឹងប៉ុណ្ណឹងមួយទៀតMagnetic Lasso Tool tool នេះសំខាន់អញ្ចឹងនេះទំហំអីដូចមុនដែរ feature ចង់ឲ្យវាលក្ខណៈដូចថាវាព្រាលខ្លាំងយើងដាក់ feature វាឲ្យកាន់តែធំមកអញ្ចឹងខ្ញុំប្រើ Magnetic Lasso Tool នេះដើម្បីកាត់ទៅវានឹងស៊ីទៅតាមផ្ទៃដែលមានពណ៌ស្រដៀងគ្នាអញ្ចឹងយើងគ្រាន់ click ពេលខ្ញុំកាត់រូបនេះខ្ញុំ click មកតមកខ្ញុំគ្រាន់ប្រើ mouse អូសមកដាច់តិចតួចអត់អីទេពេល select លើយើងប្រើ backspace key backspace មកវានឹងលុបselection ខុសលក្ខណៈបែបនេះព្រីជាធំមកពេលយើងកាត់ត្រូវព្រីរូបភាពឲ្យធំអូខេយើងគ្រាន់អូសមកវានឹងស្រូបទៅតាមផ្ទៃទៅតាមពណ៌ដែលមានដាច់តិចតួចអត់អីទេអញ្ចឹងយើងគ្រាន់តែអូសទៅតាមពណ៌
តិចពេល selection ខុសបែបនេះចឹងក៏ប្រើ backspace ហើយរុញម៉ៅមកចំណុចដើមវាមកកន្លែងណាវាខ្ញុំធ្វើការចុចវាមួយដើម្បីឲ្យវាស្រូបពណ៌ដោយសារពណ៌ហ្នឹងអត់សូវច្បាស់អញ្ចឹងវាស្រូបអត់ត្រូវអញ្ចឹងខ្ញុំគ្រាន់អូសមកកន្លែងនេះកែមចុងនេះកន្លែងណាវាខ្ញុំប្រើ click អូសហើយ click វាមកដើម្បីឲ្យវាស្រូបយកពណ៌កន្លែងណាពណ៌ដែលដូចគ្នាមកគឺវាអូតូ select ឲ្យយើងអញ្ចឹងយើងគ្រាន់តែអូសទេគ្រាន់តែអូសយកម៉ៅយើងអូសទៅតាមផ្ទៃដែលយើងចង់កាត់ហ្នឹងតាមផ្ទៃយើងចង់កាត់ប្រើ backspace ដើម្បីចាប់ទាញវាចេញរូបដៃអញ្ចឹងយើងអាចចាប់ទាញវាពីលើចុះក្រោមបានឆ្វេងស្ដាំបានអូខេអញ្ចឹងខ្ញុំធ្វើការកាត់នេះវាចហើយវាអញ្ចឹងខ្ញុំប្រើ backspace មួយដើម្បីលុបទេដល់ចំណុចនេះខ្ញុំចុចមួយមកវានឹងជាប់អូខេចុចនេះមួយទៀតដោយសារពណ៌វាអត់កន្លែងខ្លះពណ៌វាស្តៀងគ្នាពេកអញ្ចឹងវាអត់អាចចាប់បានអូខេឧទាហរណ៍ដាច់បន្តិចđâyខ្ញុំអូបន្តទៀតខ្ញុំ click វាមកដោយសារប្រើម៉ៅឆ្វេងដោយសារវាស្រូបពណ៌អត់ច្បាស់អញ្ចឹងវាធ្វើឲ្យselect ហ្នឹងវាខុសតោះមក select ដល់ចំណុចចាប់ផ្ដើម select របស់យើងហ្នឹងយើងចុចទៅវានឹងអូតូបង្កើត selection ឲ្យយើងលក្ខណៈបែបនេះតោះមកខ្ញុំប្រើ move tool អូសទាញយកមកដាក់មកខ្ញុំប្រើ control T នៅលើ keyboard ហើយចុច shift ហើយចាប់ទាញមកម៉ៅឆ្វេងអូខេអញ្ចឹងបើយើងចង់បានឲ្យវាព្រាលលក្ខណៈកែមគឺយើងគ្រាន់តែមុននឹងកាត់ហ្នឹងយើងគ្រាន់តែ add time feature នេះបន្ថែមនោះពេលកាត់ទៅវានឹងលក្ខណៈព្រាលឲ្យយើងតែជាទូទៅបើយើងចង់ឲ្យវាលក្ខណៈឲ្យស៊ីបន្តិចយើងដាក់ feature វាតែមួយទៅបានហើយដើម្បីឲ្យស៊ីជាមួយនឹង background អូខេអញ្ចឹងរបៀបប្រើ lasso tool ចាប់តែប៉ុណ្្នឹងបាទសូមអរគុណ